នេះហៅប្តីដែលមិនទាន់ផ្ដាច់ដោះម៉ែមានន័យថាគ្មានគោលចំហធ្វើអីមួយឲ្យសម្រេចឲ្យលះឲ្យដឹកនាំគ្រួសារប្រពន្ធកូនខ្លួនឯងទៅមុខរួចទេបើមិនបានសុំយោបល់ពីគ្រួសារចាត់ចែងគ្រួសារមិនឲ្យយោបល់ទេធ្វើទៅមុខបង្កើតហ្មងប្តីដែលកាន់លុយហើយប្តីដែលចាត់ចែងលុយហើយមានន័យថាប្តីមានផ្លូវក្រោយឯងបងប្អូនប្តីអត់ឲ្យលុយប្រពន្ធកាន់ប្រពន្ធខ្លះអាចកជើធ្លុះអាចអត់កំណើតអាចគ្រប់គ្រងលុយអត់បានអាចអីពិតប្រកបមែនប៉ុន្តែប្តីមកភាកធំដែលកាន់លុយកាក់ខ្លួនឯងក៏ចាត់ចែងលុយខ្លួនឯងទាំងស្រុងហើយវាមានន័យថាទី1ក្តីស្រឡាញ់ចំពោះប្រពន្ធអស់ហើយនឿយណាយហើយលេងទុកចិត្តហើយមានផែនការសម្រាប់ត្រៀមហើយប្រពន្ធក៏ជើធ្លុះប្រពន្ធគ្រប់គ្រងលុយអត់សល់ប្រពន្ធចេះប្រពន្ធចោះហ្នឹងអានេះគឺជារឿងដែលគេចោទរឿងដែលគេចេះតែនិយាយទេពេលខ្លះខ្លួនឯងមានលុយឲ្យប្រពន្ធគ្រប់គ្រងចាត់ចែងណាហើយដល់ពេលអ្នកក្រៅឬអីសួរមកគេថាឲ្យលុយទៅប្រពន្ធគ្រប់គ្រងឲ្យលុយទៅប្រពន្ធចាត់ចែងហើយមួយទៀតប្តីដែលរលុយបានហើយចាត់ចែងជួយតែគ្រួសារសាច់ញាតិខ្លួនឯងទេមានន័យថាលុយនៅក្នុងកម្ដាប់ដៃខ្លួនឯងចាយវាចាត់ចែងមិនក៏បានដែរខ្លួនឯងអ្នករកមានន័យថាខ្លួនឯងគឺជាអ្នករលុយខ្លួនឯងចង់យកលុយទៅធ្វើអីក៏បានដែរមានប្តីមានប្រពន្ធហើយហ្នឹងធ្វើអីក៏ដោយមិនបាច់ភាសាគ្នាទេគេចាត់ចែងគេធ្វើតែគេហ្នឹងទៅដោយសារអីគេអាងតែគេអ្នករលុយប្រពន្ធកូនដូចទីងម៉ងអញ្ចឹងគេចង់ចាយគេចង់ចាត់ចែងមិនក៏បានដែរដល់ពេលគ្រួសារសាច់ញាតិខាងប្តីខ្វះខាតឬមួយក៏ត្រូវការលុយគេបោះឲ្យគេសេរីឲ្យអញ្ចឹងទៅគេដោះស្រាយឲ្យអញ្ចឹងទៅកូនបាច់សួរអីពីព្រោះលុយគេអ្នករហ្នឹងមនុស្សស្រីជាច្រើននៅក្នុងទម្រង់នេះច្រើនណាស់បងប្អូនរហូតទៅដល់ករណីខ្លះប្តីខ្លះដូចប្តីអត់ទាន់ផ្ដាច់ដោះពីម្ដាយអញ្ចឹងធ្វើអីក៏ដោយក៏សុំយោបល់ម៉ែធ្វើអីក៏ដោយក៏ត្រូវតែឆ្លងកាត់គ្រួសារធ្វើអីក៏ដោយត្រូវតែអញ្ចេះត្រូវតែអញ្ចោះត្រូវតែដល់គ្រួសារសម្រេចមកបានធ្វើកើតអានេះគេហៅប្តីដែលមិនទាន់ផ្ដាច់ដោះម៉ែមានន័យថាគ្មានគោលចំហធ្វើអីមួយឲ្យសម្រេចឲ្យលះឲ្យដឹកនាំគ្រួសារប្រពន្ធកូនខ្លួនឯងទៅមុខរួចទេបើមិនបានសុំយោបល់ពីគ្រួសារចាត់ចែងគ្រួសារមិនឲ្យយោបល់ទេធ្វើទៅមុខបង្កើតហ្មងដែលជួបស្ថានភាពបែបហ្នឹងអត់ប្តីបែបនេះប្រពន្ធក៏ជួបច្រើនដែរជាប្រភេទមនុស្សប្រុសដែលគ្មានគោលចំហគ្មានការសម្រេចចិត្តគ្មានការគិតអីដែលជារបស់ខ្លួនឯងទេធ្វើអីក៏ដោយក៏ឆ្លងយោបល់ម៉ែដែរមានន័យថាប្តីដែលមិនទាន់ផ្ដាច់ដោះកូនពេលខ្លះគាត់ទ្រាំបានរស់នៅជាមួយប្តីដូចអត់ប្តីលុយកាក់ក៏ប្តីក៏មិនឲ្យគ្រប់គ្រងការងារតូចធំចំណាយចាយវាទាំងអស់រោខ្លួនឯងចាត់ចែងខ្លួនឯងចំណាយខ្លួនឯងកូនចៅរៀនសូត្រផងផ្ទះសម្បែងផងសុកទុកឈឺចាប់ឈឺជាមិនក៏មិនដែលប្តីខ្វាយខ្វល់ប្តីរលុយបានទុកខ្លួនឯងជួយតែបងប្អូនខ្លួនឯងហើយដល់ពេលមានអាសន្នអន់ក្រពេលខ្លះមានមួមកដៅកាហើយពីណាមករោរឿងប្តីជេរប្រមាថការទៀនដៀលពូជទៀនបោទៀតក៏មានប្រហែលអ្នកដែលធ្លាប់ជួបស្ថានភាពបែបហ្នឹងប្រពន្ធរស់នៅយូរទៅចេះលាក់អារម្មណ៍មុនដំបូងស្រឡាញ់ចេះទ្រាំដល់ពេលយូរទៅលេងលាក់អារម្មណ៍អត់នឿយតមកដែរជាប្តីប្រពន្ធ 50% ម្នាក់ដល់ពេលខ្លួនឯងអ្នករ៉ាប់រង 100% ណាទទួលយកបានបងប្អូនដល់ពេលនិយាយគេចោទនិយាយគេថានិយាយគេគំរាមនិយាយគេកំហែងនិយាយអត់បានគេប្រើតែកំហឹងនិយាយខ្លាំងបោកចានបោកឆ្នាំងនេះអាណាទទួលយកបានពេលគេទ្រាំបានជាមួយនឹងសម្ពាធរបស់ខ្លួនឯងប្រពន្ធមានសហាយប្រពន្ធមានថ្មីដើរប្រាប់សាច់ញាតិបងប្អូនថាប្រពន្ធចេះពូនចោះអញ្ចឹងដល់ពេលស្ថានភាពអតចរិតខ្លួនឯងដែលប្រណិប័តចំពោះគ្រួសារដែលជាកាតព្វកិច្ចទួនាទីជាប្តីជាឪពុកនេះអត់ដែលគិតទេឲ្យតែគេដាក់ពាក្យសុំលេងមានសហាយមានថ្មីមានសហាយមានថ្មីខ្លួនឯងជាអ្នកបកហ្នឹងពេលខ្លះគេដើរតួជាជនរងគ្រោះចង់បានឈ្មោះជាមនុស្សល្អមនុស្សស្រីយកប្តីគេហែងគិតមើលថែមទៀតបើប្រពន្ធគេរស់នៅបានស្រួលប្រពន្ធគេរស់នៅបានល្អគេមិនតែដាក់ពាក្យលេងទេបើឡើយនឹងស្រួលមានសេចក្តីសុខមានសុភមង្គលលេងគ្នាទៅអីវាមិនស្រួលបានគេលេងរស់នៅជាមួយប្តីចរិតស្រីបែបណាអាណារស់នៅជាមួយបានរអ៊ូរទាំកពិតកប៉ុកអញញុកខឹងមួមកក្តាប់ឲ្យចូលចិត្តឲ្យគេលួងពេលខ្លះអាណាឈ្នះលួងឯងបងប្អូនធ្វើការហត់ដូចគ្នារ៉ាប់រង 100% ហើយមកវិញនៅប្រើអារម្មណ៍លួងប្តីទៀតបងប្អូនសាក់គិតទៅអាណាទ្រាំបានបងប្អូនយកអារម្មណ៍ខ្លួនឯងទៅស្ទង់មើលមនុស្សស្រីខ្លះខ្លាចម៉ាយដល់យូរទៅឈប់ខ្លាចមិនទៅអាណាថាមិនថាទៅខ្មាស់គេក៏លេងខ្មាស់យូរទៅឲ្យតែលេងប្តីដាច់ដល់ពេលប្តីពេលខ្លះសាហាយស្មន់ផិតក្បត់ថែមទៀតប្រពន្ធសុំលេងគេថាចោះចេញតែខ្លួនទៅទុកទ្របឲ្យគេទាំងអស់ចុងក្រោយឃើញដល់ពេលចុងក្រោយអ្នកខ្លះទៀតអត់ដែលមើលកូនទេដល់ពេលប្តឹងលេងទៀមទាកូនពីព្រោះអីទៀមទាកូនដើម្បីរញយកទ្របដាក់គំនាបប្រពន្ធដើម្បីទៀមទាទ្របចុងក្រោយគឺទ្របឲ្យទ្របខ្ញុំមកនេះមកអំវល់ចុះអំវល់ឡើងឲ្យទ្របមកនេះមកខ្ញុំចុងក្រោយឲ្យកូននេះចោះចេញតែខ្លួនប្រពន្ធជាច្រើនសុខចិត្តកោបកសោបកូនមកចាប់ផ្ដើមជីវិតថ្មីទោះបីអត់មានលុយមានកាក់ក៏បានដែរឲ្យតែបានរស់នៅជាមួយកូនពីព្រោះរូបរាងកាយពីរហ្នឹងវាដូចមនុស្សតែមួយហើយតែប្តីអត់ទេចុងក្រោយរុញប្រពន្ធកូនចេញកោបកសោបទ្របដែលរស់នៅជាមួយគ្នាប្រហែលឆ្នាំទាំងអស់ហ្នឹងធ្វើជារបស់ខ្លួនហើយតែចាប់ផ្ដើមជីវិតថ្មីជាមួយស្រីកំណានបងប្អូនប្រហែលអ្នកធ្លាប់ជួបស្ថានភាពបែបហ្នឹង